បាទគ្រប់ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជាទីគោរពទីស្រឡាញ់ទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំបានមានជារបស់ពិសេសមួយទៀតហើយបាទមួយអង្គទៀតហើយគឺប្រភេទគុយកណ្ដៀបងប្អូនណាបាទជាប្រភេទគុយកណ្ដៀបាទប្រភេទតួអង្គគុយកណ្ដៀនេះគឺជាប្រភេទខ្នាតបន្តោងបងប្អូនណាបាទតែតួអង្គរបស់លោកមិនសូវជាស្អាតហើយណាស់ទេបាទនេះបានពីក្នុងដំបូកមកបាទហើយមិនមែនដីទេបងប្អូនណាបាទតិចច្រឡំថាដីបាទមិនមែនដីទេគាត់គឺជាសាច់គុជ 100% តិចថាដីដំបូកកណ្ដៀបុកអីមែនទេបាទគឺជាប្រភេទសាច់គុជស្ថានគាត់អញ្ចឹងតែនេះមេបន្តោងទៀតបាទមេបន្តោងយើងយកទៅចងស្រោបប្រើជាប្រភេទសាច់គុជស្វិតល្អួតបាទបើដីយើងអាចវាយបែកឬក៏ច្បាច់ក៏បែកដែរប្រភេទដីហើយត្រូវទឹកលាយត្រូវទឹកទៅលោកលាយបើដីបើយើងដាក់ប្រេងអីទៅលាយតែនេះអត់ទេតែជាស្វិតល្អួតល្មួតនេះខ្ញុំខាត់ខាងនេះសម្អាតតិចតែលោកស្វិតលោកល្អួតចាំម្ដងបាទសាច់គាត់ប្រភេទអញ្ចឹងបងណាបាទសាច់គាត់ប្រភេទអញ្ចឹងហើយគុជដៀដោយចំសាច់ល្អទៅចំសាច់តាន់ចំសាច់ប្រហែងប្រហោងអញ្ចឹងទៅបាទគាត់មិនសូវជាស្អាតឲ្យជាក់លាក់ដូចគេគុជគេផ្សេងទេបាទហ្នឹងហើយអរគុណពុកម៉ែបងប្អូនតើនេះមើលប៉ុណ្ណឹងទេបាទសូមអរគុណ